ta ca chui đô nơiក្នុង meta tether 4 ឬមួយក៏ meta tether 5យើងអាចរាប់បញ្ចូលវាជាការវិនិយោគដែរឬទេអត់អញ្ចឹងមូលហេតុអីគេខ្លះយើងនឹងប្រាប់អ្នកនរគ្នាពាក់ព័ន្ធជាមួយនឹងការជួញដូរនៅក្នុង platform MetaTrader 4 ឬក៏ MetaTrader 5បើសិនជាយើងមានសំណួរសួរថាចាត់ទុកវាជាការវិនិយោគណាគឺច្បាស់ជាអត់ហើយដោយសារតែនៅក្នុង platform ហ្នឹងគឺការ trading គឺវាមានហានិភ័យជាក់ស្ដែងទៅនៅពេលដែលអ្នកនរគ្នាធ្វើការទិញមាសឬក៏លក់មាសយើងត្រូវដឹងថាពេលដែលយើងទិញមាសដើម្បីវិនិយោគគឺនៅក្នុងដៃរបស់អ្នកនរគ្នាគឺមានមាសអញ្ចឹងតួតម្លៃវាធ្លាក់ចុះប៉ុណ្ណាក៏អ្នកនរគ្នានៅតែសល់មាសដែរក៏ប៉ុន្តែនៅក្នុង platform MetaTrading គឺអ្នកនរគ្នាទិញមាសមែនតែកាលណាដែលតម្លៃវាធ្លាក់គឺអ្នកនរគ្នានឹងមានការខាតបង់ទៅតាមនឹងធ្លាក់កាន់តែច្រើនគឺយើងខាតកាន់តែច្រើនអញ្ចឹងពាក់ព័ន្ធជាមួយចំណុចនេះខ្ញុំអាចធ្វើការឆ្លើយបានប៉ុណ្ណឹងហើយចំពោះដំណោះស្រាយបើសិនជាអ្នកនរគ្នាចង់ឲ្យការជួយនោះទៅលើនៅក្នុង platform MetaTrading ឲ្យខ្លាចទៅជាការវិនិយោគអ្នកនរគ្នាអាចស្ដាប់ក្រុមការ WD របស់យើងបានគាត់នឹងបញ្យល់ប្រាប់ថាតើយើងមានវិធីសាស្ត្រអី solution អីគេសម្រាប់បើសិនជាយើងចង់វិនិយោគទៅលើហ្នឹងអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតបន្ថែមអញ្ចឹងតើតើជាមួយនឹងការជួញដូរនៅក្នុង MT4 ឬក៏ MT5 ហ្នឹងគឺទាំងអស់គ្នាមិនមែនបានមាសក្នុងដៃដូចណាំងបាននិយាយអញ្ចឹងណាយើងជួញដូរបែបជាលក្ខណៈកិច្ចសន្យាហើយបើសិនជាចង់ធ្វើបែបលក្ខណៈវិនិយោគយើងអាចធ្វើបានប៉ុន្តែយើងត្រូវការដើមទុនបន្តិចវាអត់ខុសពីយើងទៅទិញមាសនឹងក្រៅគ្នាយើងឧទាហរណ៍ថាឥឡូវយើងចង់ជួញដូរមាស1គីឡូឬក៏20អោនឬក៏ប្រហែល3 4 5តលឹងទៅយើងចង់ទិញមាសប៉ុណ្ណឹងយកលុយគ្រប់ឲ្យគ្រប់នឹងតម្លៃរបស់មាសប្រហែលតលឹងនោះទៅទិញដូចគ្នាហ្នឹងតែបើសិនជាយើងយកលុយនោះមកដាក់នៅក្នុង MT4 MT5 វិញតើសួរថាវាមានហានិភ័យអត់នៅក្នុងហ្នឹងអត់ទេហើយយើងមានរបៀបដែលយើងចូលទីផ្សារមិនមែនយើងចូលម្ដងទាំងអស់ទេក្នុងហ្នឹងណាបានន័យថាយើងធ្វើការដាក់លុយ$80,000ឧទាហរណ៍ឬក៏$90,000 $10,000ក្នុង1គីឡូបន្ទាប់មកយើងធ្វើការជួញដូរយើងមិនដាក់ទៅទាំងអស់ទេបានន័យថាគឺមានកិច្ចសន្យារបស់គេក្នុងមួយកុងត្រាហ្នឹងគឺស្មើប្រមាណឧទាហរណ៍ថាឥឡូវក្នុង1 lot គឺស្មើ100អោនអញ្ចឹងណាអញ្ចឹង100អោនស្មើប្រមាណគីឡូដល់គ្នាដកទៅតាមហ្នឹងទៅឧទាហរណ៍ថាឥឡូវយើងចូល 0.8 វាស្មើនឹងចង់1គីឡូអញ្ចឹងទៅវា80អោនអញ្ចឹងណាហ្នឹងហើយហ្នឹងត្រួសទេមិនគិតទៅដល់ស៊ីជម្រៅទេអញ្ចឹងយើងធ្វើប៉ុណ្ណឹងយើងទិញទុកចោលទៅបងប្អូនអត់ដាច់គេដើមទុនយើងនៅក្នុងនឹងអត់ដាច់ទេលុះត្រាណាតែមាសឡើងទៅខ្លាំងតែបើយើងរយៈពេលខ្លីវិនិយោគឧទាហរណ៍ថា1ខែ2ខែឬក៏មួយអាទិត្យអីយើងគិតម្ដងអញ្ចឹងណាហ្នឹងអត់បញ្ហាទេអត់មានដាច់ account ទេតែខាតឬក៏ចំណេញគឺទៅតាមហ្នឹងប៉ុន្តែពិសេសទាំងអស់នោះគឺអីគេនៅពេលអ្នកនរគ្នាវិនិយោគនៅក្នុង MT4 MT5 នៅពេលអ្នកនរគ្នាចំណេញថ្ងៃហ្នឹងដាក់ភ្លាមនេះត្រូវភ្លាមចំណេញអញ្ចឹងណាកាត់យកឲ្យភ្លាមយកហ្មងក៏បានដែរអត់ចាំទៅដល់មួយអាទិត្យឬក៏2អាទិត្យមកយើងកាត់អីមួយចំនួនអត់ទេភ្លាមហ្មងហ្នឹងគឺជាវិធីសាស្ត្រនៅក្នុងការវិនិយោគត្រូវការដើមទុនឲ្យស្មើនឹងអ្វីដែលយើងទិញមាសខាងក្រៅហើយការចូលទីផ្សាររបស់យើងគឺតូចតែប៉ុណ្្នឹងឯងអញ្ចឹងមានន័យថាពាក្យទៅវិនិយោគវាខុសពីការជួញដូរការជួញដូរមានទិញមានលក់មានទៅមានមកការវិនិយោគគឺជាការទិញឬមួយក៏បានដាក់ទុនដើមទុនទៅលើអ្វីមួយដែលបានផលលាភមកវិញក្នុងរយៈពេលយូរអញ្ចឹងដូចបងគឹមហងគាត់និយាយមិញអញ្ចឹងពាក់ព័ន្ធជាមួយនឹងការវិនិយោគទៅលើមាសនៅក្នុង MT4 ឬមួយក៏ MT5 នេះវាមានហានិភ័យដូចគ្នាជាមួយនឹងការជួញដូរទៅលើអីផ្សេងតែយើង trading នៅក្នុង MT4 MT5 អញ្ចឹងហើយការជួញដូរដែលបងគឹមហងនិយាយមិញនេះគឺទាមទារឲ្យយើងមានដើមទុនធំទី1ទី2ត្រូវមានចំណេះដឹងគ្រប់គ្រាន់អំពីការគណនាដើមទុននិងការខាត់បង់របស់យើងដូចគ្នាហើយបញ្ជាក់អញ្ចឹងការជួញដូរនៅក្នុង MT4 ឬមួយ MT5 យើងមិនបានវត្ថុហ្នឹងមកនៅក្នុងដៃរបស់យើងទេជាកិច្ចសន្យាតម្លៃដែលដោយខាងណាគាត់បានលើកឡើងដំបូងមកអញ្ចឹងតើយើងអាចបានផលចំណេញពីការជួញដូរបែបម៉េចវិញបើសិនជាយើងមិនមែនជាអ្នកវិនិយោគដែលមានដើមទុនច្រើនអញ្ចឹងយើងឃើញមករយៈចុងក្រោយនេះវិបត្តិសេដ្ឋកិច្ចពិភពលោកប្រទេសណាក៏ដូចប្រទេសណាដែរមិនថាតម្លៃប្រេងសាំងឬមួយក៏តម្លៃហ្គាសគឺមានការប្រែប្រួលខ្លាំងមាសក៏ដូចគ្នាដែរអញ្ចឹងយើងអាចធ្វើខ្លួនឯងឲ្យទៅជាអ្នកដែលបានផលលាភពីវាបានតាមរយៈការជួញដូរនៅក្នុង MT4 ឬមួយក៏ MT5 ទីរបស់ខ្ញុំនៅបង្ហាញរូបភាពមួយចំនួនដែលការជួញដូរលក្ខណៈជាការទិញ hold ទុកទៅលើតម្លៃ gas ឬមួយក៏តម្លៃប្រេងអញ្ចឹងធម្មតាបើយើងជាមនុស្សធម្មតាដែលជួញដូរការរស់នៅរាល់ថ្ងៃក្រៅពីយើងបើកការ៉ាសាំងឬមួយក៏កន្លែងចាក់សាំងលក់ gas ទេគឺយើងមិនអាចបានផលចំណេញពីវាបានទេព្រោះតែថាយើងជាម្ចាស់អាជីវកម្មបែបហ្នឹងក៏ប៉ុន្តែនៅក្នុង Meta Tether 4 Tether 5វាអនុញ្ញាតឲ្យយើងអាចទៅជួញដូរតម្លៃនឹងបាននៅក្នុងដើមទុនទៀតខ្ញុំឧទាហរណ៍ថាបើសិនជាពេលនេះខ្ញុំមានលុយ$100នៅក្នុងកប៉ាល់របស់ខ្ញុំអាចដាក់ចូលទៅក្នុង MT4 ឬមួយក៏ MT5 តាមរយៈ broker ណាមួយបន្ទាប់មកខ្ញុំធ្វើការ hold ទិញតម្លៃ gas ព្រោះយើងដឹងថាឥឡូវនេះគឺ gas
គឺខ្វះហើយយើងមើលលើកត្តាព័ត៌មានការខ្វះខាតទៅលើប្រេងឥន្ធនៈអគ្គិសនីឬមួយក៏ gas នេះមិនមែនតែស្អែកឡើងគ្រប់គ្រាន់វិញទេវាអាច affect រហូតដល់រយៈពេល3ឆ្នាំឬមួយក៏5ឆ្នាំខាងមុខអញ្ចឹងអូខេ$100របស់ខ្ញុំនឹងដាក់វាចូលទៅ hold ទៅទិញ gas ចោលចឹងទៅអញ្ចឹងបើសិនជា gas នឹងបន្តការឡើងថ្លៃទៅទៀតគឺខ្ញុំបានផលលាភពីវាអញ្ចឹងហ្នឹងគឺផលចំណេញរបស់ខ្ញុំហើយបើសិនជាវាខាតអាចនឹង$100ដូចគ្នាមានន័យថាករណីខាតនឹងមិនឥឡូវ$2ជាងឧទាហរណ៍ណាចុះបើសិនតែធ្លាក់មកសល់បាតអស់រលីងដាច់ account ហ្នឹងគឺដាច់ត្រឹម$100ហ្នឹងឯងតែបើសិនជាខ្ញុំហូររយៈពេលតទៅមុខទៀតហើយវាឡើងរហូតដល់$10-20ខ្ញុំនឹងបានផលចំណេញពីវាអាហ្នឹងគឺវាមានលក្ខណៈបែបហ្នឹងតែបើសិនជាជីវភាពយើងរាល់ថ្ងៃធម្មតាយើងមិនអាចទៅ stock ហ្គាស3ធុង4ធុងក្នុងផ្ទះបានទេគឺវាហានិភ័យខ្លាំងមែនតើសាំងមួយសុទ្ធអីក៏ខ្ញុំមិនអាច stock ពេញផ្ទះបានដែរហើយសួរថាពេលដែលខ្ញុំ stock រយៈពេល5ឆ្នាំខ្ញុំទិញធុងឬមួយក៏ទិញអីយើងយកមក stock នៅក្នុងផ្ទះតែវាមានផលប៉ះពាល់ខ្លះហើយ5ឆ្នាំក្រោយតើខ្ញុំអាចបានចំណេញប្រមាណពីធុងហ្គាសឬមួយក៏មួយសុទ្ធដែលខ្ញុំយកមក stock ទុកហ្នឹងហើយអញ្ចឹងអានេះគឺជាវិធីសាស្ត្រមួយដែលយើងអាចរកលុយពីវិបត្តិសេដ្ឋកិច្ចនេះបានក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់ដដែលថាมันមានអ្វីធ្វើបានដោយងាយស្រួលមិនមានចំណេះដឹងទេយើងចង់ចេះអីចង់ធ្វើអីមួយក៏ត្រូវការណែនាំការសិក្សាដែរអញ្ចឹងហើយបានជាយើងត្រូវតែរៀនបើមិនរៀនកុំធ្វើបើចង់ធ្វើត្រូវតែរៀនអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការចូលរួមស្ដាប់វីដេអូពីខាងធីមរបស់ខ្ញុំរហូតដល់ចប់នៅក្នុងសប្តាហ៍នេះជួបគ្នានៅវិធានបទថ្មីនៅសប្តាហ៍ក្រោយ